ba rồiวิธีសាស្ត្រងាយៗបាទយើងមានទីកលេអញ្ចឹងមកយើងធ្វើការដោះផ្ដាំងផ្លិតយើងអត់ចាំបាច់ដោះធុងសាំងច្រឡំធុងមិនសុទ្ធអីញ៉ៃញ៉ៃយើងមានទីកលេអញ្ចឹងដោះខ្យល់ពីក្រឹបគឺស្រួលកលេយើងប្រើកលេខ្លីទេយើងប្រើជាមួយដងមួយហើយនឹងសោក្រឹបលេខ12មួយយើងដោះអញ្ចឹងគឺយើងងាយស្រួលយើងអត់ចាំបាច់ដោះធុងមិនសុទ្ធអីញ៉ៃញ៉ៃទេគ្រាន់តែដោះមកទាញមកយើងដូរផ្ដាំងបានមិនសិនទេវាមានបញ្ហាលឺផ្ដាំងផ្លិតហើយនឹងម្ចាស់កាត់ដូរម្ដងប្រេងមួយហើយនឹងប្លង់សឿបាទបន្ទាប់ពីយើងដោះចាញ់ហើយបាទយើងចាំដោះទីដុំភ្លើងបន្តិចមកយើងដកមកយើងវាយផ្ដាំងបញ្ចូលហើយខាងនេះវិញគឺបែកផ្ដាំងមកដូរផ្ដាំងប៉ងដូរដោយកូនជាងប្រុសស្មោះកូនជាងនេះគឺស្មោះទាំងពីរខាងនេះក៏ស្មោះដល់ស្មោះហ្នឹងហើយវីដេអូយើងមិនមែនតែប៉ុណ្្នឹងទេបើនិយាយខុសឆ្គងអីសូមអភ័យទោសផង